អ្វីដែលអ្នកទាំងអស់គ្នាឃើញនេះគឺជាជនជាតិថៃឬក៏ជាជនជាតិសៀមនេះពេលបច្ចុប្បន្ននេះគឺជាផែនទីរបស់ប្រទេសគាត់ឥឡូវយើងថយក្រោយទៅ800ឆ្នាំមុននេះគឺជាផែនទីរបស់ចក្រភពខ្មែរអត់ទាន់មានវត្តមានជនជាតិសៀមនោះទេមានតែជនជាតិខ្មែរយើងដែលកំពុងតែប្រកបរបររកស៊ីនិងរស់នៅជាលក្ខណៈធម្មតាតាមប្រពៃណីឥឡូវយើងថយទៅដល់1400ឆ្នាំមួយទៀតគឺក្នុងសម័យចេនឡាក៏អត់ទាន់មានវត្តមាននៃជនជាតិសៀមនេះដែរគឺមានតែប្រជាជនចេនឡាដែលជាជនជាតិខ្មែរយើងដើមពួកគាត់ប្រកបរបររកស៊ីឬក៏ធ្វើកសិកម្មតាមលក្ខណៈដូនតាដូចគ្នាអញ្ចឹងតើក្នុងសតវត្សទី6ដល់សតវត្សទី9នេះតើមានជនជាតិសៀមនៅឯណាឥឡូវយើងមកមើលភាគខាងត្បូងនៃប្រទេសចិនគឺមានជនជាតិតាយដែលយើងហៅថាតាយកដាយមានជនជាតិតាយច្រើនណាស់ប៉ុន្តែខ្ញុំយកតែតាយកដាយទេដែលពួកគាត់ធ្វើការរស់នៅជិតតំបន់ទីបេហើយមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងព្រះពុទ្ធសាសនាគាត់គឺរស់នៅជាលក្ខណៈធម្មតាគាត់ជាជនជាតិភាគតិចដែលរស់នៅក្នុងប្រទេសចិនមិនទាន់មានប្រទេសខ្លួនឯងទេដោយគ្រាន់តែជ្រកកោននៅលើទឹកដីរបស់ប្រទេសចិនតែប៉ុណ្ណោះគាត់មានប្រពៃណីវប្បធម៌ដូចជាប្រជាជនផ្សេងទៀតដែរនៅក្នុងសតវត្សទី6ដល់សតវត្សទី7គឺជាសម័យចេនឡាគឺទឹកដីខ្មែរអត់សូវធំនោះទេហើយជនជាតិតាយទាំងនេះបានចូលមកលើទឹកដីចេនឡានិងទឹកដីមនដើម្បីធ្វើចំនួននឹងរកស៊ីប្រកបរបរផ្សេងហើយពួកគាត់គឺមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងជនជាតិមននិងជនជាតិចេនឡារបស់យើងដោយសារតែគាត់មិនមានប្រទេសត្រឹមត្រូវគាត់គឺជាកូនសម្ព័ន្ធឬក៏ជាជនជាតិភាគតិចពួកគាត់ក៏ត្រូវតែមានទូនាទីនៅក្នុងការបង់ពន្ធទៅឲ្យម្ចាស់ស្រុកដែលជាជនជាតិចិនហើយពួកគេគឺមិនដែលពេញចិត្តនឹងការបង់ពន្ធនោះទេនៅចុងសតវត្សទី7ដោយសារតែមានគ្រោះរាំងស្ងួតធ្វើឲ្យជនជាតិទាំងនេះចាប់ផ្ដើមចំណាក់ស្រុកដើម្បីរកទីកន្លែងនៅក្នុងការធ្វើកសិកម្មនិងរស់នៅវាគឺជារឿងធម្មតាសម្រាប់កុសម្ព័ន្ធឬក៏ជនជាតិភាគតិចដោយសារតែគាត់អត់ទាន់មានដីខ្លួនឯងអញ្ចឹងគាត់តែងតែនៅតំបន់នេះតំបន់នោះតាមតែកន្លែងណាដែលគាត់អាចរស់នៅនិងប្រកបរបររកស៊ីបានហើយគាត់ក៏បានធ្វើដំណើរមកកាន់តំបន់ដែលគាត់ធ្លាប់រកស៊ីដូចជាចេតឡាជាមួយនឹងជនជាតិមនជាដើមគាត់បានធ្វើការសុំម្ចាស់ស្រុកដើម្បីរស់នៅជាមួយនឹងពួកគេហើយនឹងផ្ដល់ផលប្រយោជន៍ដូចជាកម្លាំងពលកម្មនិងផ្ដល់ពន្ធដារដោយប្រជាជនធម្មតាដែរពួកគេគឺងាយចុះសម្រុងជាមួយនឹងអ្នកម្ចាស់ស្រុកណាពួកគាត់បានតាក់ទងជាមួយនឹងនគរចេនឡារបស់យើងហើយគាត់បានធ្វើការផ្លាស់ប្ដូរនៅសម្លៀកបំពាក់ប្រពៃណីវប្បធម៌ការស្លៀកពាក់ព្រមទាំងអក្សរសាស្ត្រផ្សេងថែមទាំងប្រពៃណីរបស់ខ្មែរថែមទៀតផងដូច្នេះធ្វើឲ្យពួកគាត់គឺងាយចុះសម្រុងជាមួយនឹងជនជាតិខ្មែរមែនទែនពួកគាត់ចេះភាសាខ្មែរយ៉ាងច្បាស់លាស់ហើយមិនយូរប៉ុន្មានពួកគាត់ក៏ចាប់ផ្ដើមរស់នៅជាមួយនឹងប្រជាជនចេនឡាយ៉ាងសុខស្រួលពួកគាត់អាចកាន់សាសនាព្រះពុទ្ធសម្រាប់អ្នកដែលនៅជាមួយជនជាតិមនពួកគាត់អាចកាន់សាសនាព្រាហ្មណ៍ចំពោះអ្នកដែលនៅជាមួយនឹងនគរចេនឡាមិនយូរប៉ុន្មានគាត់ក៏បង្កើតជាគ្រួសារជាមួយនឹងជនជាតិខ្មែរពេលនេះខ្មែរខ្លះជាខ្មែរតាយហើយពេលនេះច្រើនឆ្នាំកន្លងផុតទៅគឺជិត200ឆ្នាំទៅហើយពួកគាត់គឺជាជនជាតិខ្មែរទៅហើយពេលនេះប៉ុន្តែនៅតែពណ៌សម្បុរនិងភាសាមួយចំនួនដែលគាត់នៅតែបន្តប្រើលាយជាមួយនឹងភាសាខ្មែរពួកគាត់ក៏បានចូលជាអ្នកសិល្បៈជាទាហានជាអ្នកបម្រើការនៅក្នុងជួរនយោបាយជាមន្ត្រីសង្ឃជាមន្ត្រីសាសនាអ្នកប្រឹក្សានយោបាយរបស់ខ្មែរថែទៀតផងមិនយូរប៉ុន្មាននៅក្នុងសតវត្សទី12ចក្រភពប៊ុងហ្គោលក៏បានធ្វើការវាយប្រហារទៅលើប្រទេសចិនជាហេតុនៅប្រទេសចិនគឺមានការសន្លប់រង្គាលជនជាតិតាយទាំងអស់ក៏បានធ្វើចំណាក់ស្រុកមកកាន់តំបន់អាស៊ីអាគ្នេយ៍ម្ដងទៀតប៉ុន្តែលើកនេះគឺតំបន់អាស៊ីអាគ្នេយ៍គឺមានទឹកដីខ្មែរយ៉ាងធំដូច្នេះហើយបានជានៅក្នុងឯកសាររបស់ខ្មែរបាននិយាយថាជនជាតិតាយបានចូលមកកាន់ទឹកដីខ្មែរនៅក្នុងសតវត្សទី12ដោយសារតែទឹកដីខ្មែរនេះពេលនោះគឺធំលាតសន្ធឹងជាប់នឹងប្រទេសចិនទៅហើយការចូលពីសំណាក់ជនជាតិតាយនៅពេលនេះគឺជាបន្ទុកដោយសារតែជនជាតិតាយជាច្រើនបានរស់នៅតំបន់ភាគខាងជើងនៃចក្រភពខ្មែរទៅហើយពួកគេបានចូលមកទឹកដីរបស់ខ្មែរហើយសំសិទ្ធជ្រកកោនអំពីសំណាក់ស្ដេចក្រាញ់ទាំងនោះក្នុងពេលនេះគឺចក្រភពខ្មែរមិនសូវសប្បាយចិត្តនឹងការចូលមកកាន់ទឹកដីខ្មែរពីសំណាក់ជនជាតិតាយទាំងនេះនោះទេដោយសារតែនៅលើទឹកដីរបស់ខ្លួនគឺមានជនជាតិតាយនេះគឺច្រើនណាស់ទោះបីជាគេផ្ដល់ផលប្រយោជន៍ច្រើនយ៉ាងណាសម្រាប់ចក្រភពខ្មែរក៏ដោយដំណឹងនេះក៏បានលេចលឺទៅដល់ព្រះរាជានៅក្រុងអង្គររបស់យើងព្រះរាជាក៏មិនសូវសប្បាយចិត្តនឹងរឿងនេះដែរដោយសារតែចំនួនជនជាតិតាយគឺមានចំនួនច្រើនលើសលប់ពីការគ្រប់គ្រងរបស់ចក្រភពខ្មែរ
ដោយសារភាគខាងជើងនៃចក្រភពខ្មែរជនជាតិតាយគឺបានបញ្ចូលឬក៏បញ្ជ្រាបខ្លួនទៅក្នុងយោធាទៅក្នុងនយោបាយទៅក្នុងសាសនានៃចក្រភពខ្មែរទៅហើយធ្វើឲ្យចក្រភពខ្មែរពិបាកក្នុងការគ្រប់គ្រងនៅក្នុងសតវត្សទី12ជនជាតិតាយក៏បានរើបំរាស់អំពីការគ្រប់គ្រងរបស់ជនជាតិខ្មែរដោយធ្វើការប្រកាសខ្លួនជាប្រទេសមួយដ៏ឯករាជ្យឈ្មោះថាសុខោទ័យដែលថៃហៅថាសុខោថៃមិនសន្ធិដ្ឋនៅក្នុងការគ្រប់គ្រងរបស់ចក្រភពខ្មែរនោះទេហើយប្រកាសខ្លួនថាជាជនជាតិថ្មីគឺជាជនជាតិសាយ៉ាមឬក៏យើងហៅថាសៀមមិនមែនជនជាតិតាយមិនមែនជាជនជាតិមនហើយក៏មិនមែនជាជនជាតិខ្មែរដែរជនជាតិសៀមនេះភាគច្រើនកើតចេញពីអំបូរតាយក្រាដាយអំបូរតាយគឺមានច្រើនណាស់ប៉ុន្តែគេនិយាយតែអំបូរតាយក្រាដាយនេះទេដែលមានវត្តមានច្រើនជាងគេបំផុតនៅក្នុងប្រទេសសៀមដូច្នេះអ្នកនរគ្នាមិនចាំឆ្ងល់ទេហេតុអីបានជាគាត់មានរបាំស្តៀងយើងមានអក្សរសាស្ត្រស្តៀងយើងមានក្បាច់គុណស្តៀងយើងដោយសារតែពួកគាត់ហ្នឹងគឺកើតចេញអំពីយើងនោះឯងវាជារឿងគួរឲ្យស្ដាយបើសិនជាក្មេងជំនាន់ក្រោយរបស់ជនជាតិសៀមហ្នឹងឲ្យរៀននៅប្រវត្តិសាស្ត្រប្រហែលជាមិនងាយឆ្លោះគ្នាជាមួយនឹងខ្មែរទេមែនអត់អ្នកនរគ្នាហើយយ៉ាប់ហ្មងនិយាយចំទៅនៅស្រុកថៃហ្នឹងគេឲ្យរៀនតែពីប្រវត្តិសាស្ត្រត្រឹមតែឆ្នាំ1400ឡើងលើទេហើយភាគច្រើនគេបង្ហាញនៅសម័យដែលគេហិចម្រើនដីរបស់គេធំប៉ុណ្ណាអាណាចក្រខ្មែរដូច្នេះហើយគេអាចបានសិក្សាពីប្រវត្តិដើមថាគេមានប្រវត្តិមកពីណានោះទេ